សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ demo សម្រាប់រឿងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយដែលមានចំណងជើងថា Leo Ho Return 1000 Year Later ដែលខ្ញុំឲ្យចំណងជើងថាអ្នកប្រយុទ្ធដែលត្រឡប់មកពី1000ឆ្នាំមុននេះគឺជារឿងមួយដែលមានគ្នាយើងបាន recommend ខ្ញុំឲ្យធ្វើអញ្ចឹងណាហើយខ្ញុំនឹងបង្កើតវីដេអូនេះដើម្បីឲ្យគ្នាយើង vote ជាមួយនឹងរឿងមួយទៀតដែលមានចំណងជើងថា The Last Adventure អញ្ចឹងខ្ញុំនឹងមើលអាស្រ័យទៅលើការចូលចិត្តរបស់អ្នកទាំងអស់គ្នាលើ view ហើយនឹង donator ផងដែរអញ្ចឹងមុននឹងផ្ដើមសាច់រឿងរបស់យើងខ្ញុំសូមធ្វើការអរគុណទៅកាន់ donator របស់យើងទាំងអស់គ្នាដែលបានបាញ់លុយចូល APA របស់ខ្ញុំឲ្យខ្ញុំថ្លៃកាហ្វេថ្លៃអ៊ីនធឺណិតសូមអរគុណជាពិសេសបងលីហ៊ូបងសៀងបងសវណ្ណរិទ្ធបងនងហ្វាបងឈៀកគីបងធីរីបងលីហ៊ូបងបេងហុងបងសុលៀបហើយនិងបងពុទ្ធធីរីអរគុណខ្លាំងណាស់បងសម្រាប់ donate ដែលបងផ្ញើមកសម្រាប់ការហៅឈ្មោះខុសអីសូមបងអភ័យទោសផងហើយខ្ញុំដាក់ឈ្មោះនៅលើអេក្រង់ហើយក៏សូមអរគុណដល់បងទាំងអស់គ្នាដែលបានចូលទស្សនាការសម្រាយរឿងរបស់ខ្ញុំនិងជួយខមមិនណែនាំនិងខមមិនសប្បាយទាំងអស់គ្នាអរគុណច្រើនជាពិសេសបងកុំភ្លេចជួយ like ហើយបងដែលមិនទាន់ subscribe ចាំជួយ subscribe ខ្ញុំមួយផងអរគុណបន្តមកចូលទៅកាន់សាច់រឿងរបស់យើងសាច់រឿងរបស់យើងចាប់ផ្ដើមឡើងនៅក្នុងឋាននរកមួយដែលពោពេញទៅដោយភ្លើងនេះគឺជាឋានបិសាចសំឡេងសោនត្រូវបានស្ងាត់ពពួកបិសាចបានធ្វើការគោរពទៅដល់ស្ដេចបិសាចនេះគឺជាស្ដេចបិសាចដែលអង្គុយនៅលើបល្ល័ង្កដែលពោពេញទៅដោយអូរ៉ានិងធម្មពលពេញខ្លួនពពួកបិសាចនិងស្ដេចគោពណ៌ក្រហមបានធ្វើការគោរពនិងនិយាយទៅកាន់ស្ដេចបិសាចថាតើហេតុអ្វីបានជាស្ដេចបិសាចចង់ត្រឡប់ទៅវិញនៅឋាននរកនេះគឺមានអ្វីគ្រប់យ៉ាងហើយហេតុអ្វីបានជាលោកម្ចាស់ចង់ត្រឡប់ទៅស្ដេចបិសាចបានឮសម្ដីទាំងនោះបានដកដង្ហើមធំធ្វើឲ្យពពួកបិសាចស្ងាត់ជ្រាបមិនហ៊ានលឺមាត់និងភ័យខ្លាចអំពីការខឹងរបស់ស្ដេចបិសាចផងដែរស្ដេចបិសាចគោមានការភ័យខ្លាំងណាស់ហើយនឹងគិតថាបើសិនជាគាត់អាចសម្លាប់ពួកយើងដោយដៃរបស់គាត់តែមួយភ្លេតក៏អាចសម្លាប់បានបិសាចទាំងអស់ដែររួមទាំងបិសាចតូចតាចដែលនៅជិតនោះមានការភ័យខ្លាចថាស្ដេចបិសាចប្រហែលជាកំពុងតែខឹងហើយបន្តមកសម្លេងរបស់ស្ដេចបិសាចក៏បញ្ចេញឡើងហើយនិយាយថាខ្ញុំបានចំណាយពេលនៅកន្លែងដ៏អាក្រក់នេះអស់រយៈពេល 10000 ឆ្នាំហើយជាមួយនឹងទេសភាពដ៏អាក្រក់និងដដែលរួមទាំងការស្លាប់គ្នាជាប្រចាំថ្ងៃរហូតមកបន្តមកស្ដេចបិសាចបានដោះមួកក្រោះនាគរបស់គាត់ចេញមកបានបញ្ចេញនៅរូបរាងបរិសម្នាក់ដូចជាមនុស្សដែរគាត់បាននិយាយថាខ្ញុំនឹករលឹកនៅទិដ្ឋភាពដែលខ្ញុំធ្លាប់មានពីមុននឹងខ្ញុំមកទីនេះស្ដេចបិសាចរបស់យើងមានឈ្មោះថាកាងវូគឺជាមនុស្សធម្មតានៅលើផែនដីធ្លាក់ខ្លួនមករស់នៅខ្លាយជាស្ដេចបិសាចនៃឋាននរកនេះស្ដេចបិសាចគោពណ៌ក្រហមបាននិយាយថាលោកម្ចាស់ឃ្លានដូច្នេះពួកយើងត្រូវរៀបចំអាហារទៅឲ្យលោកម្ចាស់ពួកគេបានប្រញាប់បញ្ញានឹងលើកអាហារគ្រប់យ៉ាងស្អាតមួយមកថ្វាយដល់ស្ដេចបិសាចបន្តមកគេបានយកទៅឲ្យទូឲ្យប្រុសរបស់យើងដែលជាស្ដេចបិសាចថានេះគឺជាអាហារដ៏ល្អឥតខ្ចោះនៅឋាននរកវាមានតែមួយគ្មានពីរនោះគឺជាបិសាចមឹកស្រស់កាងវូពិតជាខ្ពើមនៅអាហារដ៏អាក្រក់នេះណាស់គាត់បានធ្វើការទាត់វាចេញហើយនិយាយថាខ្ញុំមិនចង់ញ៉ាំនៅសត្វចង្រៃនេះទេពួកបិសាចមានការភ័យខ្លាចនិងសុំខមាទោសចំពោះរឿងនេះទៅកាន់ស្ដេចបិសាចកាងវូបាននិយាយយ៉ាងមកថាខ្ញុំមិនចង់ញ៉ាំវាទេគាត់បានបញ្ចេញអូរ៉ានិងស្រែកថាខ្ញុំចង់ញ៉ាំស៊ុបគីមឈីកាងវូបានស្រែកពេញនឹងថាចង់ញ៉ាំស៊ុបគីមឈីពណ៌ក្រហមស៊ុបគីមឈីវាបានធ្វើឲ្យពពួកបិសាចមានការភ្ញាក់ផ្អើលអំពីមុខម្ហូបដែលស្ដេចបិសាចបានលើកមកពួកបិសាចមួយចំនួនបាននិយាយថាស្ដេចបិសាចចង់ញ៉ាំសាច់ដែលមានពណ៌ក្រហមដូច្នេះពួកគេបានសម្លឹងទៅមើលប៉ាក់ពួកគេដែលមានពណ៌ក្រហមរីឯពពួកបិសាចដែលមានពណ៌ក្រហមនោះមានការភ័យខ្លាចជាខ្លាំងស្ដេចបិសាចគោបាននិយាយថានៅក្នុងនរកទាំង7ជាន់នេះតើលោកម្ចាស់ចង់ញ៉ាំអ្វីខ្ញុំនឹងស្វែងរកឲ្យកាងវូខឹងខ្លាំងណាស់នឹងធុញនឹងអ្វីដែលពួកគេបាននិយាយគឺមានតែការសម្លាប់តែប៉ុណ្ណោះគាត់បានស្រែកយ៉ាងខ្លាំងធ្វើឲ្យកាងវូមានការភ័យខ្លាចនិងនិយាយទាំងកំសត់ថាលោកម្ចាស់ខ្ញុំសុខចិត្តស្លាប់និងទទួលខុសត្រូវដែលអ្វីដែលខ្ញុំមិនអាចបំពេញតម្រូវការរបស់ព្រះអង្គបានស្ដេចគោនោះបានយំយ៉ាងកំសត់ថាសូមសម្លាប់ខ្ញុំមកកាងវូពិតជាធុញទ្រាន់នឹងពួកវាខ្លាំងណាស់ហើយស្រែកថាសូមស្ដាប់ខ្ញុំម្ដងទៀតខ្ញុំមិនចង់សម្លាប់ពួកឯងទេខ្ញុំគ្រាន់តែចង់ហូបអ្វីដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះបើអត់វាយ៉ាងហោចណាស់គួរតែមានអ្វីមួយដែរស្ដេចគោនៅតែលុតចង្គង់ចុះទទូចឲ្យសម្លាប់ខ្លួនស្ដេចបិសាចបាននិយាយថាវាមិនមានម្ហូបមិនមានសូម្បីតែមនុស្សស្រីដ៏ស្អាតដែលខ្ញុំស្រឡាញ់រំពេចនោះបិសាចស្រីជើងស្រឡូនម្នាក់បានដើរចេញមកបន្ទាប់ពីស្ដាប់ឮស្ដេចបិសាចនិយាយបែបនេះនាងបាននិយាយថាមាននរណាម្នាក់ដែលអាចធ្វើឲ្យទ្រង់ស្រឡាញ់ចោះខ្ញុំនោះបិសាចស្រីជើងស្រឡូននោះបានដើរចូលទៅដែលធ្វើឲ្យពពួកបិសាចដែលនៅជិតនោះមានការ fall in love លងស្រឡាញ់ទៅលើនាងហូរកញ្ជ្រៀវពេញហ្នឹងបិសាចស្រីបានដើរទៅជិតស្ដេចបិសាចហើយនិយាយថាលោកម្ចាស់ជាទីគោរពមើលមកអូននេះអូនមានដូកហើយបបេមាត់អូនក៏គួ
គួរឲ្យស្រឡាញ់ផងដែរតើលោកម្ចាស់មិនចូលចិត្តបេះដូងរបស់លីលីទេនាងបានបញ្ចេញនៅសម្រស់ដ៏ស្រស់ស្អាតនិងភ្នែកយ៉ាងច្រើនឲ្យទស្សនិកជនបានមើលនាងគឺជាម្ចាស់ស្ត្រីនៃសាកាប៊ីមានឈ្មោះថាលីលីកាំងវូបន្ទាប់ពីឃើញរូបសម្រស់របស់នាងក៏រួញចិញ្ចើមឡើងដូចមនុស្សចាស់ទៅហើយស្អាតពេកនាងបាននិយាយថាលោកម្ចាស់សូមកុំបារម្ភអីខ្ញុំនឹងចំណាយពេលមួយយប់នេះជាមួយអ្នកកាំងវូបាននិយាយថាកុំបង្កប់ខ្ញុំជាស្ដេចឆាប់ចេញទៅឆ្ងាយទៅលីលីបានតបទៅវិញថាតើលោកម្ចាស់អៀនមែនទេមើលមុខមកខ្លាំងក្រហមអូសុំទោសអ្នកទាំងគ្នាបើឃើញខ្ញុំសើចអីចឹងណាព្រោះខ្ញុំទោសសំណាក់អត់បានរឿងនេះមានរឿងសើចច្រើនណាស់នាងបាននិយាយបន្ថែមទៀតថាតើអ្នកអាចហៅខ្លួនឯងថាជាម្ចាស់នៃនរក9ចោនដោយរបៀបណាបើអ្នកអៀនអញ្ចឹងបន្ទាប់មកនាងក៏បានបោះអណ្ដាតដ៏វែងអន្លាយរបស់នាងទៅចាប់ដៃរបស់តួឯកប្រុសរបស់យើងឬឯពពួកកូនបិសាចដោយឃើញបែបនេះមានការហូរកញ្ជ្រៀវនិងច្រណានស្ដេចបិសាចជាខ្លាំងចំណែកឯកាំងវូវិញបានត្រឹមតែស្រែកថាចេញទៅចេញយកឆ្ងាយពីយើងចេញទៅបិស្ដេចក៏បាននិយាយថាលោកម្ចាស់គ្រាន់លោកម្ចាស់ថាចង់បានមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់មែនអត់កាំងវូបានបាំងភ្នែករបស់ខ្លួនហើយស្រែកថាសូមមេត្តាចាក់ចេញទៅបន្ទាប់មកកាំងវូហាក់គិតឃើញអូមែនហើយខ្ញុំចង់ទៅផែនដីវិញបិសាចគោនិងលីលីបន្ទាប់ពីឮពាក្យសម្ដីនេះមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេទាំងពីរនាក់បានធ្វើការអង្វរទៅដល់ស្ដេចបិសាចកុំឲ្យចាក់ចេញទៅកាំងវូបាននិយាយថាវាអស់រយៈពេល 10000 ឆ្នាំហើយដែលខ្ញុំបានធ្លាក់មកកាន់ឋាននរកនេះវាដល់ពេលហើយដែលខ្ញុំត្រូវត្រឡប់ទៅវិញនេះគឺជាការទទួលបានរង្វាន់នៃការចំណាយពេល 10000 ឆ្នាំរបស់ខ្ញុំនៅឋាននរកគាត់បានដើរចេញទៅឯស្ដេចបិសាចគោនិងលីលីក៏បាននៅតែអង្វរថាលោកម្ចាស់របស់ខ្ញុំគុំតណាអីកាំងវូខឹងខ្លាំងពេកតើអ្នកឮអ្វីដែលខ្ញុំនិយាយទេស្ដេចបិសាចគោបានសុំទោសចំពោះកំហុសនេះបន្ទាប់មកគាត់បានធ្វើការគោរពទៅកាន់កាំងវូហើយនិយាយថាគ្រប់គ្នាទៅហៅអាមុនដើម្បីធ្វើបរិក្ខាររៀបចំនៅការត្រឡប់ទៅវិញរបស់លោកម្ចាស់បន្ទាប់មកបានកាត់នៅស្ដេចបិសាចវេទមន្តមួយបានរៀបចំនៅកន្លែងទីសក្ការៈខ្លងសេរីរបស់យើងបានកាត់មកដល់ទីសក្ការៈបិសាចក៏បាននិយាយទៅកាន់កាំងវូថាលោកម្ចាស់ខ្ញុំបានរៀបចំរួចហើយតកតងនឹងទីសក្ការៈមួយនេះកាំងវូបានតទៅវិញថាល្អណាស់លីលីនិងបិសាចក៏បានស្រក់ទឹកភ្នែកចុះនៅពេលដែលកាំងវូបានដោះអាវក្រោះដែលជាស្ដេចបិសាចចេញហើយដើរទៅកាន់ទីសក្ការៈដើម្បីត្រឡប់ទៅកាន់ភពផែនដីវិញបន្ទាប់ពីកាំងវូបានដើរទៅកាន់ទីសក្ការៈហើយបិសាចអាមុនបាននិយាយថាលោកម្ចាស់បើសិនជាលោកម្ចាស់បង្ខំជំរុញនៅធម្មពលអរិយចូលទៅកាន់ច្រកលំហនោះនឹងធ្វើឲ្យវាមានការប្រេះស្រាំកាំងវូបន្ទាប់ពីលឺហើយក៏បាននិយាយថាល្អអញ្ចឹងចាប់ផ្ដើមវាទៅបន្ទាប់មកកាំងវូបានឈរទៅកណ្ដាលនៃទីសក្ការៈហើយគិតថាខ្ញុំអាចត្រឡប់ទៅផ្ទះវិញហើយគាត់បានបញ្ចេញនៅធម្មពល 10000 ឆ្នាំនៃស្ដេចបិសាចអរ៉ូរ៉ានៃធម្មពលនោះបានបាញ់យ៉ាងខ្លាំងទៅលើMagic អាមុននិងបិសាចនេះមានការភ្ញាក់ផ្អើលអំពីធម្មពលដ៏លើលប់របស់ស្ដេចបិសាចដែលភីចេញមករូបស្នាក់ទាំង7ដែលនៅជុំវិញនោះក៏មានប្រតិបត្តិការហើយ Gate ក៏បានបើកឡើងកាំងវូបានគិតអំពីគ្រួសារមិត្តភ័ក្តិនិងមនុស្សដែលខ្លួនស្រឡាញ់បន្ទាប់ពី Gate បានប្រេះស្រាំហើយគាត់ក៏បានដើរចូលទៅក្នុង Gate នោះទៅគាត់បាននិយាយទៅកាន់ Lily ស្ដេចគោនិងបិសាចនានាថាខ្ញុំនឹងចាក់ចេញទៅហើយសូមថែរក្សាខ្លួនឯងផងស្ដេចបិសាចគោនិង Lily បានយំសោកថាតើលោកម្ចាស់បោះបង់ខ្ញុំបែបហ្នឹងមែនទេបន្ទាប់មកកាំងវូបាននិយាយយ៉ាងទន់ភ្លន់ទៅកាន់ពួកគេថាសូមអ្នកកុំយំអីលីលីដល់ឮសម្ដីនេះក៏មានការរំភើបនិងញាប់ញ័រនឹងក្តីស្រឡាញ់គិតថាលោកម្ចាស់ស្រឡាញ់ខ្លួនក៏ចង់ចូលទៅជាមួយនឹងកាំងវូផងដែរកាំងវូគ្រាន់តែដឹងថាលីលីចង់ទៅជាមួយខ្លួនក៏ភ្ញាក់ផ្អើលនិយាយថាថាម៉េចឯងចង់ទៅជាមួយនឹងយើងផងបន្ទាប់មកគាត់ក៏លោតចូលទៅក្នុងហ្គេតនោះទៅលីលីបានស្រែកថាលោកម្ចាស់ចាំលីលីផងខ្ញុំនឹងតាមលោកម្ចាស់មិនថាមានអ្វីក៏ដោយកាំងវូបានបែរក្រោយនិងឲ្យដៃកណ្ដាលមួយហើយនិយាយថាខ្ញុំមិនសប្បាយចិត្តទេនៅពេលដែលខ្ញុំបានជួបអ្នកបន្ទាប់មករន្ទះពណ៌ផ្កាឈូកមួយក៏បានបាញ់ទៅគាត់បន្ទាប់ពីគាត់បានបើកភ្នែកឡើងគាត់ក៏បាននៅទីកន្លែងមួយនៅកណ្ដាលព្រៃគាត់បាននិយាយថាព្រៃឈើពណ៌បៃតងតើខ្ញុំបានមកដល់ផែនដីហើយមែនទេបន្ទាប់មកគាត់គិតថាខ្ញុំគួរតែសង្កេតមើលពីស្ថានភាពជាមុនសិនបន្ទាប់មក Starter Window មួយបានលោតមកចំពីមុខគាត់ឈ្មោះថាកាំងវូបានដាស់ឡើងនៅសមត្ថភាពដំបូងមានលក្ខណៈជាសិទ្ធិអំណាចនិងការដឹងទប់ជាមុនសមត្ថភាពមិនដឹងត្រូវបានលាក់បាំងការដាស់ឡើងលើកទី2ចំណាត់ថ្នាក់ទី2 level 10ជាដំណាក់កាលដំបូងមានកម្លាំងកម្រិត8ជំនាញមានកម្រិត9រដ្ឋធម្មនុញ្ញមានកម្រិត7ធម្មពលអរិយដែលនៅក្នុងខ្លួនមាន12បញ្ញាមានកម្រិត8ប្រាជ្ញាមានកម្រិត7កាំងវូពិតជាមានការឆ្ងល់អំពីរឿងនេះហើយឆ្ងល់ថាតើវាគឺជាអ្វីទៅបន្ទាប់មកគាត់ពិតជាមានការភ្ញាក់ផ្អើលអំពីបិសាចគប់លីងមួយវងបានចូលមកធ្វើការវិភាគគាត់បានគិតថានៅលើផែនដីគឺមិនមានពួកសត្វបែបនេះនោះទេកាំងវូមិនចាំយូរនោះទេគាត់នឹងបញ្ចេញនូវធម្មពល
ពលរបស់គាត់ធ្វើការសម្លាប់វាក្នុងពេលតែមួយប៉ុន្តែអ្វីដែលនឹកស្មានម្ដងនោះគឺជាធម្មពល 10000 ឆ្នាំនៃធម្មពលអរិយរបស់គាត់ត្រូវបានចុះខ្សោយដូច្នេះគាត់បានត្រឹមតែចូលទៅវាយនិងសម្លាប់វាដោយដៃរបស់គាត់តែប៉ុណ្ណោះតបពីគាត់បានសម្លាប់នៅ Goblin Ranger តបមក experience របស់គាត់ក៏បានកើនឡើងបន្ទាប់ពីគាត់បានសម្លាប់កាន់តែច្រើនទៅ level គាត់ក៏បានកើនឡើងនៅ4កម្រិតទៀតគាត់បានឆ្ងល់ពីសម្លេង system ដែលនិយាយប្រាប់គាត់បានគិតថាអ្វីទៅជាបិសាចហើយអ្វីទៅជា experience តើវាគ្រាន់តែធ្វើឲ្យខ្ញុំខ្លាំងតាបន្ទាប់ពីគាត់បានសម្លាប់ Goblin អស់ហើយគាត់ក៏បានឮសម្លេងស្រីម្នាក់បានហៅឲ្យគាត់ជួយដោយសារតែជាមនុស្សដែលរត់តែស្រីស្អាតផងនោះក៏បានស្ទុះទៅរកនៅសម្លេងដែលបានស្រែកហៅគាត់បានគិតបន្ថែមទៀតថាសូមឲ្យមនុស្សស្រីនោះក៏មានរូបរាងដូចជាបិសាចនៅឋាននរកអីសូមត្រឹមតែជាមនុស្សដែលមានរូបរាងគ្រប់គ្រាន់ទៅបានហើយកុំឲ្យមានភ្នែក6បន្ទាប់មកគាត់ក៏បានទៅដល់នៅទីកន្លែងនោះដែលមានកុបលេនវិវងបានឡំពាត់ទៅកាន់នារីម្នាក់គាត់បានសម្លឹងទៅនាងគឺមានភ្នែក2ច្រមុះ1មាត់ស្ទ្រូប៊េរី1ហើយថែមទាំងមានដង2ទៀតនោះកាំងពូមានការភ្ញាក់ផ្អើលនិងស្រែកថាទេអូយស្រីស្អាតតើហើយបញ្ចេញទៅធម្មពលយ៉ាងខ្លាំងស្ទុះធ្វើការទៅជួយស្រីស្អាតតួឯងយើងនេះអត់ដឹងថាដូចគ្នាយើងម្នាក់ណាទេប្រហែលជាដូចបងប្រុសដែលខ្ញុំសម្រាយហើយមើលទៅកុបលីនមួយបានលើកដាវធ្វើការវាយប្រហារទៅនាងនារីអ្នកនោះពិតជាមានការភ័យខ្លាចជាខ្លាំងបានបិទភ្នែកហើយទឹកភ្នែកបានស្រក់ចុះមករងចាំនៅសេចក្តីស្លាប់ប៉ុន្តែរំពេចនោះស្រាប់តែវីរៈបរោះជើងដើរដីរបស់យើងបានហក់ធាក់កុបលីនខ្ចប់ទៅនឹងដីទៅបន្ទាប់ពីកាំងវូបានសម្លាប់កុបលីនអស់គាត់ក៏បានស្ទុះទៅរកនាងធ្វើឲ្យនាងមានការរំភើបជាខ្លាំងកាំងវូបានឆោងដៃទៅទទួលនាងនិងបញ្ចេញនៅរស្មីពលឺព្រះអាទិត្យពីក្រោយរីឯនារីដ៏ស្រស់ស្អាតម្នាក់នោះក៏បានបោះដៃមកដែលបញ្ចេញនៅមុខដ៏ស្រស់បបប្រោដោយផ្កាកំពុងរីកភ្នែកមូក្រឡង់ដូចព្រះខែមាត់ពោះផ្កាឈូកដូចស្ទ្រូប៊េរីព្រមទាំងដូងពោពេញទៅដោយទឹកនាងបាននិយាយថាអរគុណខ្លាំងណាស់សម្រាប់ការមកជួយខ្ញុំបន្ទាប់មកនារីដ៏ស្រស់ស្អាតម្នាក់នោះបានចាប់កាន់ដៃកាំងវូធ្វើឲ្យកាំងវូមានសេចក្តីរំភើបប្រៀបដូចគ្នាយើងមួយចំនួនដែលស្រឡាញ់គេម្នាក់ឯងហើយបានប៉ះដៃគេគាត់បានញញឹមបន្តិចហើយនាងនៅតែនិយាយថាអរគុណនាងបានធ្វើការអរគុណទៅដល់កាំងវូដែលជួយជីវិតរបស់នាងបានប្រាប់ថាឈ្មោះរបស់នាងគឺហានសូលអាតួឯកប្រុសរបស់យើងបន្ទាប់ពីបានកាន់ដៃកូនក្រមុំរបស់គេហើយក៏កាំងថ្មឹងនាងពិតជាឆ្ងល់អំពីរឿងនេះតើអ្នកមានបញ្ហាអីមែនបន្ទាប់មកគាត់ក៏បានសាចហើយស្ទុះទៅចិត្តនាងហើយប្រាប់នាងថាតើអាចរៀបការជាមួយខ្ញុំបានទេដល់ក៏ទៅបានជួបគេម្ដងហើយសុំគេរៀបការតែក៏គ្រាន់ជាងគ្នាយើងដែលលួចស្រឡាញ់គេម្នាក់ឯងដែរស៊ីអូលមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគាត់និយាយបែបនេះទៅកាន់ខ្លួនបន្ទាប់មកកាំងវូបានប្រែជាថាសុំទោសខ្ញុំរំភើបពេកបន្ទាប់មកគាត់បាននិយាយថាខ្ញុំឈ្មោះកាំងវូហើយឈ្មោះរបស់នាងគឺហានសេឡាស៊ីមែនទេហើយរបួសរបស់នាងមិនដែរមានបញ្ហាអីអត់នាងឲ្យឮកាំងវូសួរច្រើនបែបនេះនាងក៏បានថាមិនអីទេវាគឺជារឿងតិចតួចតែប៉ុណ្ណោះមែនហើយគឺឈ្មោះរបស់ខ្ញុំគឺសេឡាស៊ីបន្ទាប់មកសេឡាស៊ីបានដួលហើយផ្អែកទៅលើខ្លួនរបស់កាំងវូបានអោបកសោបនឹងត្រូនាងហើយសួរទៅកាន់នាងថាតើនាងមិនអីទេបន្ទាប់មកគាត់មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានឃើញទូរស័ព្ទរបស់នាងធ្លាក់ទៅលើដីនោះគាត់គិតថានេះពិតមែនហើយនេះគឺជាផែនដីបន្ទាប់មកកាំងវូបានដាក់នាងអង្គុយចុះហើយនឹងធ្វើការព្យាបាលបឋមទៅឲ្យនាងគាត់បានយកកណាត់មករុំរបួសនៅជើងរបស់សេឡាស៊ីហើយគាត់បានប្រាប់ថានាងគួរតែរុំវាឲ្យស្អាតបែបនេះទើបអាចឲ្យវាកាន់តែឆាប់ជាសេឡាស៊ីបានធ្វើការអរគុណទៅកាន់កាំងវូអំពីការយកចិត្តទុកដាក់របស់គាត់ចំពោះនាងបន្ទាប់មកពួកគេបានអង្គុយចុះទាំងពីរនាក់ហើយជជែកគ្នាអំពីការភ្ញាក់ឡើងនៃសមត្ថភាពនិងការបបបាញ់នៅក្នុងច្រកដានចិនពួកគេបានជជែកគ្នាទៅវិញទៅមករំពេចនោះស្រាប់តែខ្លួនរបស់កាំងវូបានគៀកមកចិត្តសេឡានាងមានការអៀនចំពោះកាំងវូជាខ្លាំងផ្ទៃមុខរបស់នាងប្រែទៅជាក្រហមទៅហើយដល់អៀនខ្លាំងពេកនាងក៏បបួលកាំងវូធ្វើដំណើរទៅកាន់ផែនដីវិញបន្ទាប់មកកាំងវូបានសួរថារបួសនេះប្រហែលជាធ្ងន់ណាស់តើអ្នកមិនអីទេនាងបានប្រាប់ទៅវិញថាខ្ញុំមិនអីទេប៉ុន្តែរំពេចនោះនាងស្រាប់តែដួលមកលើដៃរបស់កាំងវូម្ដងទៀតបន្ទាប់មកកាំងវូបាននិយាយថាមើលទៅសភាពនាងដូចជាធ្ងន់ណាស់ដូច្នេះខ្ញុំគួរតែក្រៀនអ្នកដើរទៅចុះបន្ទាប់មកពួកគេក៏បានដាក់អោបគ្នាដើរចេញទៅសង្ឃឹមថាអ្នកស្រឡាញ់គេម្នាក់ឯងកុំអង្គុយញញឹមនឹងសាយដូចខ្ញុំអីបន្ទាប់មកសាច់រឿងរបស់យើងបានកាត់ផ្លងមកនៅពេលដែលពួកគេទាំងពីរនាក់បានដើរមកដល់ច្រកលំហទៅកាន់ផែនដីវិញកាំងវូក៏មានការភ្ញាក់ផ្អើលដែរដែលច្រកលំហនេះអត់មានការប្រេះដូចជាច្រកលំហដែលគាត់បានឆ្លងមកវាមានន័យថាទីនេះគឺមិនមែនជាផែនដីដែលពេញលេញនោះទេគាត់ក៏មានការឆ្ងល់ហេតុអ្វីបានជាច្រកកែតនេះវាមិនមានការប្រេះនិងទប់ទល់នឹងការប្រេះដោយរបៀបណាបន្ទាប់មកពួកគេក៏បានដើរចូលទៅ
ក្នុងច្រកលំហនោះទាំងពីរអ្នកទៅបន្ទាប់ពីកាំងវូបានដើរចូលហើយគាត់ក៏បានបើកភ្នែកមកវិញនៅនឹងមុខគាត់គឺជាផែនដីនិងមនុស្សជាច្រើននិងអគារគោះដែលជាក្តីស្រមៃនឹងការចង់ត្រឡប់មកវិញរបស់គាត់អារម្មណ៍របស់គាត់ពិតជារំភើបហើយគាត់បានសួរខ្លួនឯងម្ដងហើយម្ដងទៀតថាតើជាការពិតទេតើវាគឺជាការពិតមែនទេទឹកភ្នែកនៃសេចក្តីរំភើបក៏បានស្រក់ចុះមកបន្ទាប់មកសេឡាបានធ្វើការអង្គគោរពទៅកាន់កាំងវូហើយនិយាយថាបើមិនយល់តោះទេតើអ្នកអាចទៅញ៉ាំអាហារមួយពេលនៅផ្ទះខ្ញុំបានទេកាំងវូមានការភ្ញាក់ផ្អើលអំពីរឿងនេះសេឡាបានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់នាងហើយនិយាយថាខ្ញុំចង់ថ្លែងអំណរគុណនិងធ្វើការសំទោសយ៉ាងហោចណាស់ខ្ញុំនិងអ្នកអាចញ៉ាំអាហារមួយពេលជាមួយគ្នាបានបន្ទាប់មកកាំងវូបានបង្ហាញអំពីចរិតជាតួឯករបស់គាត់ហើយនិយាយថាខ្ញុំមិនអាចបដិសេធនៅសេចក្តីសប្បុរសរបស់អ្នកបានទេខ្ញុំយល់ព្រមបន្ទាប់មកសាច់រឿងរបស់យើងបានកាត់ផ្លងមកដល់ខុនដូរបស់សេឡាបន្ទាប់ពីកាំងវូបានដើរតាមពីក្រោយសេឡាឡើងទៅកាន់បន្ទប់របស់នាងគាត់បានគិតក្នុងចិត្តថានេះគឺជាជ្រុងមួយនៃពិភពលោកដ៏រីករាយរបស់ខ្ញុំចិត្តនឹងចាប់ផ្ដើមហើយពេលនេះគាត់បានសើចនិងសប្បាយចិត្តហើយគិតថាតើប្រដេតបានភ្លក់ទឹកដូងតែជាអកុសលនោះគឺសេឡាបានគោះទ្វារនិងហៅទៅកាន់ម្ដាយរបស់នាងកាំងវូបន្ទាប់ពីឮសំឡេងម្ដាយរបស់សេឡាគាត់មានការកាំងជាខ្លាំងហើយនឹងគិតថាតើប្រដេតដឹងទៅអត់បន្ទាប់មកអ្នកទាំងពីរបានចូលទៅកាន់បន្ទប់ហើយសេឡាបានណែនាំកាំងវូទៅកាន់ម្ដាយនាងឲ្យបានស្គាល់ថាគាត់គឺជាបុរសដែលបានជួយសង្គ្រោះនាងនៅពេលដែលនាងមានគ្រោះថ្នាក់ដូច្នេះដើម្បីជាការសងគុណរបស់ខ្ញុំទៅកាន់គាត់ខ្ញុំបានបបួលគាត់មកញ៉ាំបាយមួយពេលនៅកាន់ផ្ទះយើងកាំងវូបានធ្វើការជម្រាបសួរទៅកាន់ម្ដាយរបស់សេឡាដែលរបស់សេឡាបានធ្វើការចាប់ដៃនិងអរគុណទៅកាន់កាំងវូជាខ្លាំងដែលបានជួយសង្គ្រោះជីវិតរបស់កូនស្រីរបស់គាត់ក៏បាននិយាយថែមទៀតថាខ្ញុំមិនដឹងត្រូវសងគុណអ្នកដោយរបៀបណានោះទេកាំងវូបានតទៅវិញថាមិនមែនជាបញ្ហាធំដុំអីទេបន្ទាប់មកគាត់ឲ្យអ្នកទាំងពីរចូលទៅក្នុងហើយនិយាយថាខ្ញុំមិនមានអីច្រើននោះទេខ្ញុំនឹងរៀបចំអាហារឆ្ងាញ់ៗឲ្យអ្នកកាំងវូបានញញឹមហើយនឹងគិតថាវាគឺជារឿងដ៏អាម៉ាស់ព្រោះអ្វីដែលគាត់គិតគឺជាការញ៉ាំអាហារតែពីរនាក់ជាមួយនឹងសេឡាបន្ទាប់មកកាំងវូបានអង្គុយចុះនៅតុអាហារហើយសេឡាបានសួរថាតើអ្នកចង់ខ្ចីទូរស័ព្ទរបស់ខ្ញុំសិនទេបន្ទាប់មកគាត់បានអង្គុយចុះហើយនឹងមើលទៅកាន់ទូរស័ព្ទគាត់បាននិយាយថាវាអស់រយៈពេល5ឆ្នាំហើយចាប់ពីខ្ញុំត្រូវបានគេទាញយកទៅក្នុងឋាននរកអស់រយៈពេល10000ឆ្នាំខ្ញុំគួរតែឆែកមើលនៅព័ត៌មាននៅក្នុងឆ្នាំ2018ជាមុនសិនគ្រោះមហន្តរាយបានកើតឡើងក្នុងប្រទេសកូរ៉េនៅថ្ងៃទី21ខែកុម្ភៈឆ្នាំ2018 Gate ជាច្រើនបានលេចឡើងនៅគ្រប់ទិសទីហើយពពួកបិសាចក៏ចេញមកតាម Gate ទាំងអស់នោះវាគ្មានអាវុធណាដែលអាចប្រឆាំងនឹងសម្លាប់ពពួកបិសាចបានទេប៉ុន្តែបន្ទាប់មកក៏មានហេរ៉ូបានលេចឡើងក្នុងប្រទេសទាំង9ប្រទេសដំបូងគេដែលបានលេចឡើងនោះគឺសហរដ្ឋអាមេរិកពួកគេមានសមត្ថភាពខ្លាំងក្នុងការប្រឆាំងជាមួយនឹងពពួកបិសាចដែលជាក្តីសង្ឃឹមនៃពិភពលោកសាជាថ្មីកាំងវូមានការភ្ញាក់ផ្អើលជាខ្លាំងថ្ងៃដែល Gate លេចឡើងនៅទីក្រុងស៊ីអ៊ូលនោះគឺជាថ្ងៃដែលគាត់បានធ្លាក់ទៅកាន់ឋាននរកគាត់បានគិតថាគាត់នឹងស្វែងរកអំពីព័ត៌មាននៅពេលក្រោយទៀតរំពេចនោះសម្លេងមួយបាននិយាយថាអាហារបានរួចរាល់ហើយបន្ទាប់ពីអាហារបានដាក់មកលើតុកាំងវូមានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺជាស៊ុបគីមជីមែនហើយវាគឺជាស៊ុបគីមជីគឺជាអាហារដែលគាត់បានរំពឹងនឹងចង់ញ៉ាំរយៈពេល10000ឆ្នាំមកហើយបន្ទាប់មកកាំងវូបានយកស្លាបព្រាដួសស៊ុបគីមជីដើម្បីញ៉ាំហើយម្ដាយនិងសេឡាក៏ធ្វើការញ៉ាំជាមួយគ្នាផងដែរកាំងវូបានដួសស៊ុបគីមជីដាក់ចូលទៅក្នុងមាត់របស់គាត់មួយបន្ទាប់មកគាត់បានដួសបាយលាយជាមួយស៊ុបគីមជីញ៉ាំទៅជាមួយដែរដែលធ្វើឲ្យអ្នកទាំងពីរហាក់ដូចជាភ្ញាក់ផ្អើលនឹងអ្វីមួយបន្ទាប់មកសាច់រឿងរបស់យើងបានកាត់មកកាន់កាំងវូនៅពេលដែលគាត់បានធាក់ចូលទៅកាន់ឋាននរកដែលជាឋានបិសាចនៅពេលនោះដើម្បីបំពេញនៅសេចក្តីស្រេកឃ្លានរបស់គាត់បានត្រឹមតែសម្លាប់ពពួកបិសាចនិងស៊ីសាច់ស្រស់ដ៏កក្រិចតែប៉ុណ្ណោះគាត់ពិតជាពិបាកណាស់ក្នុងការញ៉ាំគាត់ចង់ត្រឡប់មកផែនដីវិញមែនហើយការភ្ញាក់ផ្អើលរបស់អ្នកទាំងពីរចំពោះកាំងវូនោះគឺគាត់បានហូបដោយទឹកភ្នែកស្រក់ចុះនិងសេចក្តីរំភើបជាខ្លាំងសេឡាបានហៅឈ្មោះថាកាំងវូតើអ្នកកាត់អីហ្នឹងកាំងវូបានញ៉ាំបដាហើយយំបដានឹងនិយាយថាវាពិតជាឆ្ងាញ់ណាស់ខ្ញុំខានញ៉ាំបែបនេះយូរណាស់មកហើយគាត់បានស្រែកយំនិងពោលពាក្យថាឆ្ងាញ់និងអរគុណទៅកាន់អ្នកទាំងពីរចំណែកឯសេឡាវិញបាននិយាយថាមានតែខ្ញុំទេដែលត្រូវពោលពាក្យថាអរគុណទៅកាន់អ្នកមួយរំពេចសោះកាំងវូបានញ៉ាំអាហារនៅលើតុអស់លីងសេឡាបានសួរទៅកាន់គាត់តើឆ្ងាញ់ទេបន្ទាប់មកកាំងវូបាននិយាយថាពិតជាឆ្ងាញ់ខ្លាំងណាស់តើអ្នកមានអាហារនៅសល់ទៀតទេបន្ទាប់មកនាងបានដើរទៅកាន់ចង្ក្រានបាយហើយលើកយកស៊ុបគីមជីមកមួយឆ្នាំងបកគោទៅឲ្យកាំងវូតែម្ដងកាំងវូពិតជាសប្បាយចិត្តនិងអរគុណទៅកាន់សេឡាជាខ្លាំងនៅពេលដែលកាំងវូកំពុងតែញ៉ាំនោះស្រាប់តែមានបន្ទោសមួយដ៏ខ្លាំងមានអ្នកណាម្នាក់ដែលបានវាយទលុះជញ្ជាំងចូលមកសេឡានិងម្ដាយរបស់គាត់បាន
បានទៅមើលអំពីបញ្ហានេះបរោះក្បាលអាចមួយបានដើរចូលមកហើយនឹងស្រែកថាសេឡាឆាប់ចេញមកភ្លាមសេឡាបានចេញមកនឹងស្រែកថាឲ្យបរោះនោះថាចាក់ចេញទៅបរោះក្បាលអាចនោះដោយមិនមាត់អីទេហើយក៏បានចាប់ដៃទាញសេឡាចេញទៅក្រៅបរោះម្នាក់នោះមានឈ្មោះថាកាយ៉ាគោលបំណងរបស់គាត់គឺយកសេឡាទៅចូលរួមក្រុមជាមួយគាត់ដើម្បីធ្វើពិធីជប់លៀងសប្បាយជាមួយគ្នាសេឡាដោយមិនយកព្រមក៏បានខាំដៃកាយ៉ាទៅបន្ទាប់មកកាយ៉ាបានក្រវះដៃវាយសេឡាមួយដៃទៀតទៅក្រោយបន្ទាប់មកវាចង់ចូលមកវាបហាសេឡាម្ដាយសេឡាក៏បានដើរទៅកាក់មុខហើយនិយាយថាសូមមេត្តាកុំធ្វើបាបសេឡាអីកាយ៉ានោះដល់មិនខ្វល់ក៏វាបហាទៅកាន់ម្ដាយរបស់សេឡាថែមទៀតផងសេឡាបានស្ទុះទៅរកម្ដាយដែលកំពុងស្លាប់នៅលើដីនាងបានខឹងនិងសម្លឹងខាំមាត់ទៅកាន់កាយ៉ាបន្ទាប់មកបាននិយាយទៅកាន់សេឡាថាឈុំនាងហ៊ានសម្លឹងមកយើងផងហើយខាំមាត់ទៀតវាបានស្ទុះទៅចាប់មាត់របស់សេឡាហើយច្បាច់យ៉ាងខ្លាំងនាងគិតថានាងនឹងរួចខ្លួនហើយនាងត្រូវទៅចូលក្រុមហ្គោលតតែបានបន្ទាប់មកវាស្រាប់តែងាកឃើញកាំងវូកំពុងតែញ៉ាំស៊ុបគីមឈីរបស់គាត់យ៉ាងដល់មិនខ្វល់ពីក្បាលណាទាំងអស់នោះកាយ៉ាបានងាកទៅកាន់គីមវូហើយនិយាយថាឈុំអានេះពងធ្វើអីវិញឯកាំងវូវិញគឺអត់ខ្វល់អីទាំងអស់គឺគាត់ញ៉ាំតែស៊ុបរបស់គាត់ដែលគាត់ពងអស់រយៈពេល 10000 ឆ្នាំមកហើយបន្ទាប់កាយ៉ាបានដើរចូលទៅកាន់កាំងវូដោយឃើញកាំងវូញ៉ាំហាក់ដូចជាទំនងពេកវាក៏បានទាត់តុករបស់កាំងវូទីប៉ាងពេញហ្នឹងកាំងវូកំពុងតែញ៉ាំស៊ុបដ៏ឆ្ងាញ់របស់គាត់ស្រាប់តែស៊ុបបានប៉ាងចេញពីដៃទៀតពេញហ្នឹងគាត់ពិតជាភ្ញាក់ផ្អើលអំពីរឿងនេះខ្លាំងណាស់ឯសេឡាវិញក៏បានស្រែកថាកាំងវូចំណែកកាំងវូគឺមិនបានខ្វល់ពីអ្វីទាំងអស់គាត់ខ្វល់តែពីស៊ុបរបស់គាត់តែមួយមុខហើយស្រែកថាស៊ុបរបស់ខ្ញុំកាយ៉ាមានការឆ្ងល់នឹងនិយាយថាតើមានរឿងអ្វីកើតឡើងសម្រាប់អាមួយនេះវាដូចជាអ្នកសុំទានអញ្ចឹងកាំងវូបានយំស្ដាយស៊ុបរបស់គាត់បន្ទាប់មកកាយ៉ាបានធាក់ទៅកាន់កាំងវូបានងាកមកពុះពេញដោយកំហឹងឯហ៊ានបំផ្លាញស៊ុបគីមឈីរបស់យើងផងកាំងវូបានបញ្ចេញនៅកំហឹងសំបីតែអាក្បាអាចក៏មានការភ័យព្រួយផងដែរបន្ទាប់មកវាបានបញ្ចេញធម្មពលអូរ៉ារបស់វាចង់វាបហាទៅកាន់កាំងសេឡាបានបញ្ចេញអាវុធរបស់នាងបំរុងនឹងធ្វើការវាបហាការពារកាំងវូទៅហើយប៉ុន្តែរំពេចនោះកាំងវូក៏ស្រាប់តែដោះអាវុធចេញពីដៃរបស់គាត់លោតធ្វើការវាបហាទៅកាន់អាក្បាអាចទៅការវាបហាមួយដៃចង់បណ្ដាពោះនោះធ្វើឲ្យសេឡាមានការភ្ញាក់ផ្អើលផងដែរបន្ទាប់មកគាត់បានអុកមួយជង្គង់បន្ថែមទៀតបាទអាចទោះបីជាចង់វាបហាទៅកាន់កាំងវូវិញក៏មិនអាចវាបហាត្រូវដែរបន្ទាប់ពីវាបានចាប់ជើងកាំងវូជាប់វាចង់ធ្វើការវាទៅកាន់កាំងវូប៉ុន្តែកាំងវូបានរលាស់ខ្លួនហើយទាត់វាចំមុខមួយជើងបន្ទាប់មកកាំងវូបានចាប់អាវរបស់វាហើយម៉ាត់វាទៅកាន់មួយដៃទៀតកាយ៉ាក៏ចង់វាបហាដែរប៉ុន្តែមិនអាចវាបហាទៅកាន់កាំងវូត្រូវឡើយកុំដាប់ដៃរន្ទះជើងជង្គង់ហោះបានវាបហាជាច្រើនដងធ្វើឲ្យកាយ៉ាឌូពោកទៅនឹងដីបន្ទាប់មកកាំងវូបានទាញក្បាលកាយ៉ាមកជិតខ្លួនហើយនិយាយថាឯងហ៊ានបំផ្លាញស៊ុបគីមឈីរបស់យើងផងវាបានស្រែកថាទេខ្ញុំគ្មានចេតនាទេបន្ទាប់មកកាំងវូបានបោកក្បាលវាទៅនឹងការ៉ូម្ដងទៀតបែកខ្ចាយកាំងវូបានខឹងអំពីរឿងនេះខ្លាំងណាស់គាត់បានបោកហើយបោកទៀតបោកទៀតរហូតដល់កាយ៉ាស្ងាត់មកឈឹងតែកាយ៉ាបានក្រោកមកហើយនិយាយថាវាគ្រាន់តែជាស៊ុបគីមឈីតែប៉ុណ្ណោះបន្ទាប់មកកាំងវូបានចាក់ទៅកាន់ដៃវាមួយហើយនិយាយថាវាគឺជាអាហារដ៏ពិសិដ្ឋរបស់ខ្ញុំឯងហ៊ានថាជាម្ហូបធម្មតាផងកាំងវូបានវាយនិងសម្លុតទៅកាន់កាយ៉ាយ៉ាងច្រើនធ្វើឲ្យភ័យខ្លាចនឹងហូរទឹកភ្នែករហាមទៅហើយកាំងវូបានខឹងខ្លាំងណាស់ហើយនិយាយថាឯងឈប់ធ្វើរឿងនេះម្ដងទៀតអសោះកុំឲ្យយើងក្តឹងបន្ទាប់វាបានស្រែកយកព្រមទាំងទឹកភ្នែកហូរឈាមក៏ហូររួចហើយវាក៏ស្លាប់ទៅនឹងដីទៅកាំងវូបានដកក្បិតចេញហើយក៏ឈរយ៉ាងកាចសាហាវនិងសង្ហានៅនឹងមុខនោះអរគុណអ្នកទាំងអស់គ្នាសាច់រឿងនេះត្រូវបានបញ្ចប់តែប៉ុណ្ណេះហើយអ្នកទាំងអស់គ្នាកុំភ្លេច vote ផងណារឿងនេះមានដងធំហើយរឿងនោះមាន3សាច់អញ្ចឹង vote ទាំងអស់គ្នាទៅបាយបាយ